បងសំសុំមួយមានស្វាមីភរិយាមកគូគាត់អាយុច្រើនទៅយាយម្នាក់45ម្នាក់ទៀត50អូខេចាក៏ប៉ុន្តែពីរអ្នកគាត់នៅតែបកាយគ្នានៅតែឆ្លោះគ្នារត់ចំណុចត្រូវអត់ទាន់ឃើញចំណុចត្រូវអត់ទាន់ឃើញគឺថានិយាយអត់ចូលគ្នាសោះហ្មងអត់ចូលក៏ប៉ុន្តែពួកគាត់អត់មានបំណងថាចង់បែកបាក់គ្នាអីទេគាត់នៅថារកអាភាពស្វីតភាពផ្អែមល្ហែមអីវាអត់មានហ្មងណាតែគាត់ស្រឡាញ់គ្នាតែគាត់ស្រឡាញ់គ្នាហើយបើស្រឡាញ់គ្នាហេតុអីមិនអត់ចូលគ្នាអត់ដឹងគាត់ហ្វេនយើងដែរហើយក៏គាត់ផ្ញើមកសួរអញ្ចឹងណាពួកអីគាត់ថាគាត់ពិតជាស្រឡាញ់ចូលចិត្តមើលវីដេអូយើងគាត់ថាគាត់មើលហើយគាត់អង្គុយញញឹមម្នាក់ឯងអញ្ចឹងគាត់ចង់សុំយោបល់យើងវិញថាមានវិធីអីដែលថាឲ្យគាត់លបយប់ថានិយាយឲ្យត្រូវគ្នាឬក៏វាមានថាភាពស្វីតភាពផ្អែមល្ហែមតាមបែបពួកគាត់ចឹងណាគាត់មិនចង់បានថាវាហួសហេតុដូចយើងឬហួសហេតុគាត់មិនចង់បានថាដល់ថ្នាក់យើងឯងក៏ប៉ុន្តែគាត់ចង់ឲ្យថាប្តីគាត់ហ្នឹងឲ្យចេះស្វីតមួយគាត់ខ្លះចឹងណាបងអូខេជីវិតរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះតែមួយអ្វីដែលសង្កេតឃើញគឺគាត់ភាពចុះសម្រុងគ្នារបស់គាត់គឺមានតិចមែនតើដែលធ្វើឲ្យគាត់មានអារម្មណ៍ថាប្រទាំងប្រទិសតែបើឲ្យថាឆ្លោះប្រកែកគ្នាដល់ថ្នាក់ប្រាំអំពើហិង្សាដូចជាអត់ទេប៉ុន្តែគាត់មើលវីដេអូពួកយើងទាំងពីរនេះហើយគាត់ចង់បានចំណុចមួយដែលថាតើមានកលឹះអីដែលធ្វើឲ្យជីវិតប្តីប្រពន្ធរបស់គាត់អាចនឹងទទួលបានរឿងបែបផ្អែមល្ហែមឬមួយក៏រឿងនៃការយកចិត្តទុកដាក់ឲ្យល្អជាងសពថ្ងៃទៀតព្រោះមែនតើទៅបងប្អូនទាំងគ្នាអ្នកខ្លះទៅក៏មានភាពមមាញឹករឿងរ៉ាវជាច្រើនដែលត្រូវដោះស្រាយខាងប្តីខាងប្រពន្ធអាចធ្វើឲ្យកម្រិតនៃការយល់ចិត្តគ្នារបស់គាត់ហ្នឹងគឺមានតិចអញ្ចឹងកលឹះដែលខ្ញុំចង់បញ្ជាក់នៅពេលនេះថាដើម្បីឲ្យទំនាក់ទំនងប្តីប្រពន្ធល្អហើយមានភាពផ្អែមល្ហែមគ្មានអីក្រៅពីបងប្អូនទាំងគ្នាចូលរួមបង្កើតទម្លាប់អាចនិយាយគ្នាដដែលរឿងប្តីប្រពន្ធណាបងប្អូនអត់ជៀសផុតពីការពិភាក្សាគ្នានិងការនិយាយគ្នាទេព្រោះមានតែការនិយាយគ្នាហ្នឹងឯងបានយើងដឹងអញ្ចឹងបើសិនជាចៃដន្យអីស្វាមីគាត់អត់សូវចេះផ្អែមល្ហែមទេអាចតែប្រពន្ធលួងគាត់ទៅបើនិយាយចំថាបោកបញ្ឆោតណាប្រើសម្រស់ប្រើសម្ដីផ្អែមល្ហែមរបស់ភរិយានឹងបន្តិចទៅដើម្បីធ្វើសកម្មភាពមួយលួងលោមស្វាមីក៏ដូចជាអស់ទាញគាត់ខ្លះព្រោះដំបូងឡើយបងប្អូនមិនមែនមនុស្សម្នាក់អាចធ្វើរឿងមួយបានល្អ perfect ទេជីវិតគូក៏ដូចគ្នាដែរអញ្ចឹងអាចថាភរិយាត្រូវតែបង្រៀនស្វាមីព្រោះស្វាមីគាត់ជាមនុស្សប្រុសគាត់អាចនឹងមានភាពរឹងបើសិនជាគាត់មិនមានសិល្បៈនៅក្នុងខ្លួនក្នុងការចូលរួមសកម្មភាពនៃភាពផ្អែមល្ហែមរបស់គ្រួសារក៏ដូចជាប្តីប្រពន្ធទេរឿងហ្នឹងគឺពិបាកអញ្ចឹងទេយើងបង្រៀនគ្នាយើងត្រូវតែអាចនិយាយបានថាដំបូងឡើយគឺចាប់បខំហ្មងឲ្យគាត់មើលគេថាណោះគូគេ sweet គូគេនិយាយផ្អែមល្ហែមអញ្ចឹងទៅគាត់មានអារម្មណ៍ថាអូអញដូចជាអត់បានធ្វើទាំងបែបហ្នឹងសោះដាក់ប្រពន្ធណាហើយទី3យើងអាចដើរលេងបង្កើតបរិយាកាសមួយដែលពេលហ្នឹងគឺបងទាំងពីរអារម្មណ៍ល្អហើយយើងអាចចូលរួមនៅក្នុងបរិយាកាសនៃការដើរកម្សាន្តណាមួយហើយយើងស្លៀកពាក់ឲ្យស្អាតបន្តមកទៀតយើងថតរូបថតជាវីដេអូហើយយើងអង្គុយមើលឲ្យទៅសើប្តីបងថតរូបសង្ហាម៉េចស្អាតម៉េចខ្លួនឯងក៏ស្អាតដល់ពេលអញ្ចឹងតែសកម្មភាពបន្តិចហ្នឹងវាប្រៀបបីដូចជាបង្រៀនឬក៏ដាស់អារម្មណ៍ដែលគាត់អារម្មណ៍គាត់បានកប់ចោលអញ្ចឹងណាយើងកោះមកវិញមកប្រកាសជាអាចធ្វើឲ្យគាត់មានទំនោរទៅរកភាពផ្អែមល្ហែមដូចគូជីវិតគេដទៃសូមផ្ដាំទៅបងស្រីវិញថាយើងអាចថាយើងជាអ្នកចាប់ដើមបង្កើតបរិយាកាសបើយើងចង់បានយើងគឺជាអ្នកទៀមទាហើយយើងក៏ជាអ្នកបង្កើតហើយយើងក៏ដូចថាយើងមានសិល្បៈក្នុងការលួងលោមយើងយល់ពីស្វាមីរបស់យើងច្បាស់ហើយនិយាយជាមួយគាត់ហើយយើងរកពេលល្អពេលវេលាល្អជាមួយគ្នានិងគេថាបង្កើតនៅភាពស្និទ្ធស្នាលជាមួយគ្នាបាទបើទោះបីជាដំណាក់កាលដំបូងតឹងតែងបន្តិចប៉ុន្តែបងស្រីត្រូវតែធ្វើម៉េចបោកគាត់ឲ្យបានអរគុណច្រើន